អ្នកញោមមកយកឆុងជាមួយនឹងសមុទ្រតែជួយសមុទ្រសាហាវលោកគ្រូនិយាយថាការបានណាតែហាមតែសមុទ្រណាបានទៅសមុទ្រម្ដងគឺខ្ញុំអត់ហែទឹកសមុទ្រហើយអត់អាចទៅកោះលេងទេហើយទៅកំពង់សោមលើកនេះទោះបីជាបានទៅកោះក៏បានទេសភាពស្អាតហើយសុបាយទៀតតោះទៅមើលទាំងអស់គ្នាណាថ្ងៃនេះខ្ញុំទៅណាបានខុសប្លែកម៉េះហើយនេះជាទម្លាប់អាក្រក់របស់ខ្ញុំពេលដែលខ្ញុំទៅលេងឆ្ងាយគឺទម្លាប់វិចអវ៉ាន់ច្រើនទៅតាមគ្រឿង make up នេះយើងអត់និយាយទេតែនិយាយធំអាសាប៊ូកក់សក់សាប៊ូដោះខ្លួនស្មាអាវហើយអាឡូភ្លើងម៉ាស៊ីនផ្លុំម៉ាស៊ីនមួយហ្នឹងគឺខ្ញុំវិចតាមទាំងអស់ហ្មងអញ្ចឹងបានណាបានខ្ញុំច្រើនហើយការទៅកំពង់សោមលើកនេះល្ងាចឡើងថាទៅស្អែកឡើងទៅហ្មងខ្ញុំគឺជួយចិត្តអីលឿនអញ្ចឹងខ្ញុំសរសើរ fan របស់ខ្ញុំមែនបងប្អូនទីមើលថតរូបអញ្ចឹងឃើញស្អាតហើយនិយាយពីអូនកូកាវិញទៅដើរលេងសប្បាយអសាហាតែងឃើញមុខដូចប៉ាពេកចាប់ពាក់វ៉ែនតាដូចម៉ាក់ម្ដងមើលលើកនេះគឺខ្ញុំទៅផ្សារលើទិញគ្រឿងសមុទ្រទៀតហើយទៅសមុទ្រត្រូវញ៉ាំគ្រឿងសមុទ្រត្រូវហើយខ្ញុំសុំឆ្ងល់មួយបងប្អូនហេតុអីគ្រឿងសមុទ្រនៅភ្នំពេញជាមួយនឹងកំពង់សោមលក់តម្លៃដូចគ្នាតែពិតនៅចិត្តសមុទ្រត្រូវថោកជាងត្រូវហើយនិយាយពីខ្យងប៉ារ៉ាវិញបងប្អូនទិញអាទូចហូបទៅកុំទិញអាធំដូចខ្ញុំធំនេះតែ30000 1គីឡូឯងហើយខ្យងបកកអត់ឆ្ងាញ់ទេបើខ្យងប៉ារ៉ាទូចនោះវិញហូហួរ1គីឡូ60000មែនណាប៉ុន្តែឆ្ងាញ់សាច់ច្រើនហើយលោកនេះក៏ខ្ញុំអត់ភ្លេចទេជាមួយនឹងម៉ួយធ្វើម្ហូបរបស់ខ្ញុំហើយខ្ញុំកំងសុទ្ធតែម្ហូបតំណងទេបងប្អូនកុំភ្លេចនឹងចាំមើលផងរីសតដែលខ្ញុំទៅលើកនេះគឺមានសិទ្ធិស្វាហ្មងគឺនៅលើភ្នំដូចក្នុងព្រៃអញ្ចឹងហើយបងប្អូនដឹងថាហេតុអីខ្ញុំទៅកំពង់សោមដូចគ្នាប៉ុន្តែលើកនេះសប្បាយជាងរាល់ដងដែលខ្ញុំទៅគឺរីសាលើកនេះខ្ញុំចំណាយលុយគេងរីសតរាល់ដងគឺខ្ញុំរកតែអូតែ$20គេងទេពេលអញ្ចឹងដូចអត់សប្បាយវត្តពិសោធន៍របស់ខ្ញុំគឺគេងរីសតអស់លុយថែមតិចមែនណាប៉ុន្តែធ្វើអារម្មណ៍យើង fresh សាហាវហើយដែលទៅកំពង់សោមក្តៅអញ្ចឹងខ្ញុំអត់ភ្លេចទេជាមួយនឹង Queen Skin គឺមានការពីកម្ដៅថ្ងៃរហូតដល់50បូកហើយមានស្រទាប់ make up ធ្វើឲ្យស្បែកយើងម៉ត់សស្អាតសំខាន់ណាមានក្លិនក្អូបប្រហាដូចទឹកអប់ប្រេនអញ្ចឹងខ្ញុំលាបនៅនេះក្មួយខ្ញុំដើរហិតខ្ញុំរហូតឡើងបងថ្លៃខ្ញុំសួរសុំលាបដែរមួយទៀតសម្រាប់ Queen Skin ហៀងប្របាក់ប៉ាឡែនតិចគេបងប្អូនខ្ញុំអត់អាចធ្វើរាវជាងនឹងបានដោយសារហងចាក់គេនិយាយថាបើសិនជាយើងចង់បានរាវជាងនឹងទៀតអត់បានការពីកម្ដៅថ្ងៃ50បូកទេខ្ញុំអត់ចង់បានទេបងប្អូនខ្ញុំចង់បានការពីច្រើនជាងហើយលេខ្ញុំខ្ញុំធានាថាអបតិបតៈនៅក្រុមទឹកទេបងប្អូនអាចទិញតាម page អឹមឈូបានណានិយាយពីលេបអឹមឈូហើយជួជាក់ហ្មងហក់លត់សុបាយអហើយខ្ញុំវិញដូចក្មេងអញ្ចឹងបងប្អូនកូនផ្ញើម៉ៃដោះអីទៅអ្នកថតឲ្យប្រពន្ធរត់ដូចឈួតអញ្ចឹងគ្រឿងសមុទ្រដែលយើងបានទិញមកញ៉ាក្រែកតេនៅមុខមាត់សមុទ្រទៅហើយយើងញ៉ាំទាំងអស់គ្នាពេលតាលេងបងប្អូនកុំភ្លេចយកកតេតាមសួនណាចង់អង្គុយណាក្រែកតេនៅនឹងមកតែម្ហូបខ្ញុំវិញគឺតែម្ហូបតំណងចាម្ហូបតំណងឆ្ងាញ់ទៀតក្តាមសាជាមួយនឹងបកងខ្ញុំឲ្យគាត់ចំហុយខ្យងប៉ារ៉ាទូចនោះខ្ញុំឆាពងទាប្រៃហើយមឹកពងទូចចាបងប្អូនយើងបំពងខ្ទឹមប្រៃផ្អែមហើយឡើងស្រួយឈ្ងុយក្លែមត្រូវហើយបើខ្យងប៉ារ៉ាឆាពងទាប្រៃវិញខ្ញុំឲ្យ10ទៅ10បើខ្យងប៉ារ៉ាទូចនេះសាច់សាហាវគ្រាន់តែខាំមកឃើញសាច់ទាំងដុំហ្មងឃើញបងប្អូនអាធំដែលខ្ញុំទិញមកនេះគឺសម1គីឡូហ្មងអត់សូវមានអ្នកញ៉ាំទេបកងវិញឡងផ្អែមជាតិមកបងប្អូនអើយឥឡូវដល់វេនយើងចាប់ random បន្ទប់សារបន្ទប់យើងឲ្យបាននៅជិតគ្នានៅឆ្ងាយអ្នកសយនឹងចាប់បានបន្ទប់នៅឆ្ងាយនៅលើអញ្ចឹងទៅមានណាចាប់ហើយដូរទៅវិញទៅមកទៅដែរហើយនេះជាបន្ទប់របស់ខ្ញុំ booking តាម app តែ60រៀលជាងឯងតែបើសិនជាយើង booking ធម្មតា$90គូកាគេងឯងតែយើងត្រូវទៅឆ្នេរសមុទ្រញ៉ាំមឹកអាំងពេលយប់សិនអត់អាចអត់បានទេបងប្អូនមកអាហ្នឹងគឺជាតិសាហាវហើយការតែកំពង់សោមរបស់យើងមាន part 2 ទៀតគឺជាវគ្គវង្វេងផ្លូវរីសតរបស់ខ្ញុំនៅក្នុងព្រៃអញ្ចឹងពីអ្នកខ្ញុំវែងតែអត់មានមនុស្សសំបីតែម្នាក់ខ្ញុំនេះភ័យបើប្តីខ្ញុំសុបាយអណាស់បើបានស្វានៅអង្គុយទៅវានាំផ្លូវឥឡូវចូលគេងអស់ហើយអញ្ចឹងបងប្អូនកុំភ្លេចមក part 2 ណាប្រហែលជាល្អមើលជាងនឹងទៀតផ្លូវនេះផ្លូវមិនមែនផ្លូវមិញទេបងអរគុណបងប្អូនដែលទស្សនាវីដេអូចាប់ណាបាយបងប្អូន